យចេញពីhead coach របស់ team Macrisio baby បាទចំណែកវាយហ្គេមគាត់បែនមកធានឡើង6 7ដងបាទអត់យល់ដែរឥឡូវសម្រាប់ខាង coach ឆាយក៏មានការ respect ទៅលើ Fanny របស់សាកស៊ូដែរធ្វើការ ban Fanny ចោលមួយធ្វើការ ban ទៅលើ one respect មួយទៀតបាទបាក់សៀតទុកឲ្យលេងឬក៏អត់បាទប្រហែលបាទព្រោះដោយសារតែឥឡូវ shot ban នេះ Lancelot បីយើងសាន់ Lancelot ទៀតស Lancelot នៅស Susin នឹងដល់បាយ2រ៉ូហ្នឹងខ្ញុំគាត់ថាបើកបានព្រោះ2ហ្នឹងសើចតុល hero ទាំងអស់ Lancelot នៅសកលា CC ទុកចាប់បើសៀសាលូនិតបាទឥឡូវបើកមកតែមិនបាត់ដៃទៀតមកចាំបិទផាសាចាស Angela បាទក្រកឥឡូវកំពុងអូ Alice កំពុង meta ក្រកបាទក្រកវិជា hero ដែលស្ថិតនៅក្នុងប្រភេទ role model ហើយវាអត់សូវមានចំណុចខ្សោយទេបាទញ៉ៃនេះ4 game របស់យើងក្រកក្នុង4 game បាទវាតែ 100% ញ៉ៃនេះក្រកបាទវាតែ 100% Yes sir បាក់សៀបាទកាលៀននេះ ban ឲ្យ Lancelot ធំចាំមើលយក Lancelot ឬអត់បើយក Lancelot គឺស CC តែបើយក Lancelot គឺយក CC Lancelot បាទហើយបើយកបាក់សៀគឺ pick Lunat បាទចឹងតាមមើលជាមួយនឹងវត្តមានរបស់ team make first pick របស់គាត់អាចនឹងធ្វើការ pick ជាមួយនឹង Jungler បាទ Lunat CC មកនេះបាទយក CC កុំឲ្យគេចាប់ Lancelot យើងហើយយក Lunat ដើម្បីវាយបាក់សៀបាទហើយណាមួយ Lancelot តែវាអាចផ្លាស់ប្ដូរដែរបើជាមួយនឹងបាក់សៀទៅរ៉ូមិនចឹង Yes sir Yes បាទผมផ្លាស់ដល់ទៅវាយរ៉ូមើលចូល pick មកហើយបាទកុំ pick hero សោះ pick off ម៉ែបាក់សៀរ៉ូមើលបាទអញ្ជើញបងវាយយោ Yes sir អានេះគេដាក់សម្រាប់តកូនមន់មួយណាប្រើសិនកប៉ិតតាំងតោ Yes sir បាទចាំមើល double pick មើលនៅសល់នៅសល់ Lunat បាទ Susin ក៏នៅសល់ដែរបាទ Angela អូផាសា Payback. One shot កាត់តូន The bastion of order អាចដែរទេបើជាមួយនឹងការដក CC មកវិញពី King Ares តែ King Ares នៅសល់ hero ច្រើនសម្រាប់គាត់អឡតក៏នៅសល់បាទចុំឥឡូវបាក់សៀនេះចាំងកលឹមមែនពិតឬយ៉ាងណាអេងចលាក៏នៅសល់ដូចគ្នាតែសំបញ្ជាក់តារបស់កាឡាសៀតតមាន hero the full tank បាក់មួយឲ្យគាត់អាចនឹងលេងចាំងកលជា hero utility តែកំណត់ត្រាចាំងកល utility បលិនមានអីគួរសមបាទព្រោះគាត់លេង Fredrin 3 ដងបាក់សៀម្ដងណាបាទអរេមើល hero តាន់សល់ Fredrin សល់អាកៃសល់ Alpha បាទស្រាប់លេងតែយកអាកៃ slot នេះអត់កើតទេបាទគេយកអាកៃ slot នេះគេយកបាល់ស៊ីនេះទៅអូតែចេញមកចេះគួរតានេះចេញមកចេះគួរតាបាស៊ីនេះចង់កលបាទភាគរយច្រើនបាទប៉ុន្តែគេអាចមិនតន់ទេចំហ្គេមនេះសល់ Susin តែដកផាសាមកមុនបាទគេ one shot បាក់សៀដាក់សញ្ញាច្បាក់លំហាត់40បន្ទុកដាក់សញ្ញាសួរឲ្យគ្រូឆាយបាត់ហើយព្រោះដោយសារឥឡូវអាឡតនេះទៅ EP ហ្នឹងបាទដាក់ញ៉ាសួរចុះគណៈពេលដែលមាន Fasha ចាំមើលថ្លឹងឬក៏មិនថ្លឹងយិនស៊ីនសល់ Assassin សល់ Joy សល់ Haya តែបើពីបើ Utility នៅសល់ Fredrin សល់ Kai សល់ Alpha បាទចាំបើយកការ៉េងចើយកមកឌូ remake ក៏មួយយ៉ាងយក Golan ឲ្យក៏បានខ្ញុំគិតថាអញ្ចឹងដែរបើដកការ៉េងចើមកល្អ CC បាទយក CC យកមក combo មួយកាតូតបាទណាមួយ CC នេះអាចទៅ Golan បានក៏បាន Yes sir បាទលេងជាមួយនឹង CFU 2 game ហើយជាមួយនឹង CC Golan Spellong បាទចាំមើល CC Golan មកនេះបើគាត់យក CC Golan គាត់នឹង ban Harrod តែបើគាត់អត់យក CC នឹង Golan ទេគាត់អត់ ban Harrod ដែរបាទអូនៅសល់ Harrod បាទ Boss ក៏សល់បាទអូមែនគាត់ pick Harrod មុនទៀតបើសិនជាគាត់ចង់ ban ណាបាទ Let's see ចាំមើល Harrod នេះអាចអត់ ban ក៏បានដែរបើសិនគាត់ចង់ pick បើគាត់យក CC goal ក៏មានតែទៅ Harrod ហ្នឹងហើយគាត់ត្រូវ ban Harrod ចោល ban Harrod ចោលគាត់ថា CC goal បាត់ហើយហ្នឹងយ៉ាវាស្រួលដែរតែគាត់ថាយកអត់ទាន់ដឹងដែរជាមួយនឹង CC នេះទៅ goal ឬក៏បាទរ៉កត្រូវបាន ban នេះក្នុង Romer ត្រូវបាន ban ដូចគ្នាតែខ្ញុំគិតថា CC នេះ expert ឡើងខ្ញុំផ្លេចត្រាស់តែគេលេង CC goal បានគេត្រូវ pick EXP កតាន់ mid សំដៅចាំង goal កតាន់ដែរតែយក mid ជា hero ដែល main damage ដែលច្បាស់ថា carry game ទាំងមូលមកឧទាហរណ៍ថា Novaria ឬក៏ Kimi តែបើ mid Fasha គេលេងអញ្ចឹងខ្ញុំផ្លេចគិតអញ្ចឹង CC នេះ expert ឡើងនៅសល់មួយជំរើសទៀតបងបើសិនជាសល់ Yisensi តែ Yisensi បានចាំបាទព្រោះដោយសារតែយើងបានឃើញជាមួយនឹង team មុនក៏ដក Yisensi មកលេងចាំង color ហើយ double fighter យកមកបាទគេសម្បីតែ Seb Baby ក៏ជឿជាក់ដូចខ្ញុំដូចគ្នាគាត់គិតថា CC ហ្នឹង expert ឡើងដែរបាទអញ្ចឹងអត់បាន goal lane ដែរខ្ញុំផ្លេចគិតត្រាស់ហ្នឹងលេងបានតតែ make ខ្ញុំច្បាស់ថា carry the whole game បានបាទបាទដូច Novaria ដូច Kimi អញ្ចឹងដែរបាទ
ចាំអត់មើលសិនជាមួយនឹង slot band របស់ Galaxy Legend band ក្រោះចោលមួយបាត់ហើយ បាទក្រែងជើ កាលៀនអត់សាល់ទេកាលៀ ហើយឡោះក៏អត់គ្នាហ្គេមនេះអត់មានអ្នក cover បាក់សៀនេះសា Angela នោះ Cypher សាឈូណាសើបូ មិនរុញបាសៀទៅរោមវិញទៅ នោះ chip អត់ទៀត Cypher សតាឈូនៅតែ Romer band 2លាន Romer ខាងនេះ band 3ខាងនេះ band 2អស់5 pick មួយទៀតអស់6បាទរុញបាក់សៀទៅរោមមកទៅខ្ញុំបាទបាក់សៀងាយបានលេងពេលបានលេងណោបានលេងទៅអីណា Cypher វិញបាទសាក់ស្រូនេះគ្នាខំលេងទឹកមាត់បាទលិតមាត់លិតកកទៅហើយបានលេងរោមេតែបឹប ណាមួយការភិករបស់ CO Baby គាត់ចង់ដាក់សញ្ញាសួរឲ្យខាងកូចឆាយដែរទេបាទព្រោះដោយសារ2ដែលគាត់ភិកមកចេះគាត់ផ្លិចបានបាទ Now Akai enters the scene. បែនអាកាយ ដកកាយចោលគាត់ទៅសប Fredrin និង Alpha បែនអាកាយដើម្បីឲ្យគេគិតថាយកបាសៀនេះទៅចាំងកល បាទ ចាំអត់មើលសិនព្រោះរសារឥឡូវអត់ទាន់ច្បាស់ទេថាអាចនឹងដកមកស្កើមកលេង យ៉ាគាត់នៅចាំងកលអញ្ចឹងបើសិនថាគាត់ចង់នេះអូយកហាត់អញ្ចឹង CC ដូចឲ្យប្រុសយាយ EAP បាទ ចូលមកឈុតរបស់គាត់ហើយខ្ញុំគាត់ថាគាត់មាន full tank ហើយចាំងកលនឹង last pick assassin ទេបាទសម្រាប់Galaxy Legend បាទអញ្ចឹងដល់ Hayabusa ហើយព្រោះវាស្រួល lock juicy បើដកឡើង slot ខ្លាញ់អាច coffee បាទ double pick អូនៅសល់ Esme តាអាចយក Esme លេង Gold បាទ Romer Sacho សម្រាប់ Cypher ឥឡូវបើសិនជា Goland យកអីទៅដល់នៅសល់មកស្កើ តាមបើយក Esmer មកអត់មានបុកទេណាបងអត់មានបុកយកមក បាទ ពីខាង team មិន ហ្នឹងហើយដោយសារយិនស៊ីនបែនបាត់ហើយ បាទវាស្រួលបាយ500ដែរ Esme ខ្ញុំមើល Esme Goland អាចចេញ Ben Goland ក៏គួរសមប៉ុន្តែខ្ញុំ recommend ឈូ Romer ពី Cypher Brody បាទដាង Brody ខ្ញុំអាចនិយាយថាបាន Brody បើវាយមួយ CC យើងតា អត់ដឹងដែរខ្ញុំមិនដែរសាំងថា LT វាឡងអូឡងមួយ spell ឡង បាទអញ្ចឹង4 stage គេគ្រាន់បាច់ទៅគេបើក spell ឡងចាំយកមកបាទសុំជឿញមកបាទប្រទៀនមកប្រគេនមកបាទបាទណាមួយ Brody នេះសេមួយហាយ៉ាបោះសម្ោចូលកណ្ដាលមុខ អុកជង្គង់ គេអុកមកជង្គង់គេអាឡាទៅក្រោយដៃក៏ខ្លីជើងក៏ខ្លីអាញ៉ៃបប បាទ ជីបាទហាយ៉ាចុយពីរហ្នឹងចាញ់មកសាបាក់មួយ Brody ទាំងអស់បាទ បើ game នេះយក Fredrin ក៏ពិបាក Stir ដើម្បី តើយើងហ៊ានលេង Amon ទេមែន តែដើម្បីមិនជាទាំងអស់ហ្នឹងបង Thorns remain. Lancelot និយាយទៅ Lancelot ហាយ៉ាចុយសាបាក់មួយ Brody ហ្នឹង បាទ Brody នេះយកមកការពារខ្លួនពី Assassin របស់ Lin ត្រានេះមានប្រឡោះវាយនេះគ្នាអូវេខ្ញុំទៀតជាតិត្រានេះជាតិបាទអាត្រាអត់មានប្រឡោះវាយតែម្ខាងក៏ឃើញសំដោវេនមួយគួលហើយតែត្រានេះអូចកាញ់នេះត្រានេះមានប្រឡោះវាយខ្លួនបាទ Let's see ជាមួយនឹងត្រានេះក៏បានដេកគ្នាផងដែរឥឡូវមេកក៏គេ high profile ចំណែកខាង Galaxy Legend ក៏មិនធម្មតាដូចគ្នាជាមួយនឹងទៅជាងណាជាមួយនឹងជំនួបនេះតើក្រុមណាជាអ្នកយកបានបន្ទុកនេះក្រុមណាជាមួយការឆ្នៃ Span Emblem វាចាប់អត់ Span របស់ CC Experience Land Span ឡងប៉ូឡងបបបាទ Red Purify Span ជាសម្រាប់តើបាទតែប៉ុន្តែ slot game នេះខ្ញុំគិតថាមិនយកមកវាយ team fight ហ្មងទេព្រោះ Hero Enemy សាឡែ slot បាទចាក់ប៉ុន្តែគាត់នឹងសង្ឃឹមថា farm ឲ្យតិចបាទព្រោះបាក់ស៊ីវាជា Hero ដែលមានភាពតាមខ្ពស់ប៉ុន្តែល្បឿន farm វាយឺត mobility វាយឺតដែលវាមានតែ skill ទី1ផ្លាស់ទីទៅតែមកកន្លែងនេះវាចង់ទៅទេបាទអញ្ចឹងបើសិនជាសម្រាប់ Lancelot វិញបើគេ farm លឿនហើយ game នេះបើសិនជា map របស់ Cadenza គាត់ឃើញ map enemy បានច្រើនអញ្ចឹង Lin នឹងវិភាគ map ដែលបានពី Cadenza ហើយលួច farm របស់សាក់ស្រួលអស់ដើម្បីឲ្យ Hero របស់គាត់ទទួលបានជាមួយនឹងគេហៅថាលុយច្រើនបាទដើម្បីបិទលុយទៅលើសាក់ស្រួលទាំងអស់ចោលតែម្ដង បាទអាចនិយាយថាបានបិទលុយផងបិទល្បែផងអញ្ចឹងដល់ពេលដែល Goland គាត់មានលុយក្នុងការវាយទៅលើសមាជិករបស់គូបដិបត្តិរបស់គាត់ក៏ងាយស្រួលដូចគ្នាបាទឥឡូវតាំងគេដកអា experience roam ដែលយើងលួច map early ពី60ដល់30 experience ក្នុង2នាទីដំបូងហ្នឹងឥឡូវ roam មើលលេងតែអើតមើលណាគេ farm អីបាទឥឡូវអា lane mid lane ហ្នឹងនៅតែជា lane 2ស្មើ delete account តែដែរបាទវាយយកតែតែគ្រូនេះគាត់មាន predict អីណាអត់ទេរួយខ្លួនអញ្ចឹងបាទគាត់អត់ទាន់ស្គាល់គូហ្នឹងយ៉ាឥឡូវអូខេឥឡូវ game ក៏ចាប់ផ្ដើមមកវិញដែរបាទនេះគឺជា game ទី1ផងដែរបាទអ្នកទាំងអស់គ្នាបាទអូបាទ game នេះបាទយើងក៏មកធ្វើការជាមួយនឹង sponsor របស់យើងគឺ Infinite Note 50 Series MPL Edition សម្រាប់
ហ្គេមមកគ្រប់គ្នាសាកថ្មល្បឿនលឿន90វ៉ាត់ក៏ដូចជាឥតខ្សែវិញបានដល់30វ៉ាត់ដូចគ្នាបំពាក់ជាមួយនឹងអេក្រង់ AMOLED ល្បឿន 144Hz អាចលេងជាមួយនឹង Game Mobile Legends ដោយរលូនតែម្ដងក៏ដូចជាបំពាក់ជាមួយនឹង RAM 24GB អមជាមួយនឹងការរចនាពោពេញទៅដោយអនុភាព អាយ៉ា Brody Master Assassin អូយោវាយមួយស្មាបដ ாய் បាទ បាទ យកមកបាចឲ្យឡងងាប់ខ្លួនឯងយកមកបាទយកនេះយកបើឡាបានយកគឺគិតតែយកបងបាទឥឡូវជាមួយនេះគ្នាព្រោះថាហ្គេមនេះទៅស្ប៉ែតឡងតិចនៅពេលគាត់បាច់អាល់ទីទៅកាន់ Wish ដូចគ្នា បាទចឹងនៅ early game នេះដូចជាមក Small Land ទេដូចជាអត់មានការចូលទៅបើក map ក៏ដូចជាការចូលទៅ invade អីបន្ថែមទេបាទណៃលីគឺ level ហ្វាមលឿន បាទបើសាក់ស៊ូទៅ level 3ទេ បាទដែលយើងយក lane slot ហ្នឹងយកមកឈ្នះលឿនហ្វាមចាំមើលធ្វើគេបានខ្លះ បាទ តែ make early គេគ្រប់គ្រងសัตว์ព្រៃគេបានទោះបីជាឥឡូវយើងមើលអក្សរសัตว์ព្រៃសัตว์អីទៅបីលឿនញ៉ាំរបស់សាស្រូញ៉ាំយឺតជាងតែគេមានអ្នកខ្វាត់កុំឲ្យមានអ្នកចូលលួចញ៉ាំយេ បាទណាមួយធ្វើអញ្ចឹងវាចំណេញដែរព្រោះដោយសារតែលិនទោះបីជាគាត់ farm លឿនក៏អត់មានឯ farm បន្ថែមទៀត បាទ very nice យកតែមែនតែថតទី1ដើម្បីនឹងទៅជាងណាចាំង level 4ដូច4នេះគ្នាជាមួយការបោកទៅសាស្រូដាច់តែទៅពីព្រោះថា main damage មានទៅលើតែ Fasha មួយតែប៉ុណ្ណោះអូ CK សម្រាប់ចិត្ត clear land បាក់ចាប់បាត់ហើយ no អត់មាន CK នៅក្នុងទី5នេះទេគេនៅពេលរបស់ទីចូលនេះក្នុងទៅលើ King នេះជាប់ចាក់នៅនេះខ្លួនបន្តមានការចេញ special first blood ទៅកាន់ Louis ស្បាត់ហើយព្រៀបជួយនឹងការបន្តវាយទៅលើ B មកលើ hype ដល់ទៅ3 hero នេះគ្នាប៉ុន្តែមិនអាចយក B មកបានទេបាក់បន្ត2 flake អត់ flake ទេទុក flake ចុំអត់បានពិសាសាច់ឆៅមកផ្ទះទេបាទបាត់លេង slow មែន អត់ដូច Rising Star បាទអត់ដូច Rising Star បាទអត់ League មកដល់ level 4 Link ក៏បោះបោះវា Link 5 passive យកមកបាទខោខៅបាទកំហឹងប៉ែកំហឹងប៉ែបាទគាត់ណា202ពីផ្សំអញបច្ចេកកំហឹងហ្នឹងឯងហ្នឹងបាទចាថតទី1គឺបានទៅលើ Galaxy Legend ក៏ដូចជាទទួលបានជាមួយនឹង First Blood ទៅលើ King Ares ដូចគ្នាបាទ King Ares ចាយទាំង Flicker ចាយទាំងអូលើមកផ្ទះអត់ចុះប៉មអូយ sturdy គួរបាទប៉មវាយដល់មិនអាចនឹងថ្មោកដែរហ្នឹងមក King Ares បាទចឹងយើងបិទលែនប៊ីម៉ូនេះអត់ឲ្យប៊ីម៉ូ clear តែគេលោតវាយយកទៅលើ line យកតែម្ដង line ក៏ដកថយមកវិញដូចគ្នាមានអារម្មណ៍ថា3 lane បិទទាំង3ហ៎បងបាទសត3 lane បាទទាំង3ផ្លូវក៏ដូចជាចាំងក៏វិញយើងមើល lane free farm មានកាដិនសាមួយក្នុងការបើក map ឲ្យបាទងាយស្រួលខ្លាំងមែនដែរបាទចឹងហ្គេមនេះអូខ្ញុំតែងតែឃើញណា player wiki សភៅមុនហ្នឹងហើយពាក់សភៅយកបាទគេអ្នករៀនអរេណាមួយគេមាន flow លេង hot team ពេលខ្លះគេមានចំណុចអីមួយដែលយើងពេលខ្លះយើងអត់ដឹងអីចឹងណាបាទចឹងដូចជាអត់បញ្ហាសម្រាប់គាត់ទេមានសភៅមួយក្បាលហើយចែកចំណេះវិជ្ជាទៅដល់ live ដូចគ្នាបាប់កម្មាគ្រូថារៀនអសភៅឥឡូវនេះកុំភ្លេចអ្នកទាំងអស់គ្នាជាមួយនឹងកញ្ចប់ MLB ដែលអ្នកគ្នាអាចលេងជាមួយនឹង Mobile Legends បានតាមចិត្តយកតែម្ដងនឹងទទួលបានពេជ្រក្នុងកញ្ចប់តែមួយរហូតដល់ទៅ235ពេជ្រតម្លៃត្រឹមតែ$6តែប៉ុណ្ណោះអ្នកគ្នាចង់អាយ៉ាខាងលើបាយ3 2 4ទៅ1តែម្ដងនៅពេលគេជិះរត់មួយដៃទីក្រោយមកគប់ថា1ទៅ1គៀប៉ុន្តែបើខៀវគេសោលួចហើយដូចបានយកជាមួយនឹងហ្គេមនេះយក Lance Slot មកពិភាក្សាលឿន farm ឲ្យលួចជាមួយនឹងសត្វព្រៃនោះទេបាទផបមួយតែបាត់បង់ជាមួយនឹង Goland ដូចជារៀងមិនសូវជាចំណេញអីប្រហែលទេបាទមកលំបណែមួយអត់អីដែរមុនដាច់ហ្នឹង Wiki clear land អស់ហើយហ្នឹងបាទចឹងអត់សូវអីដែរបាទលីបមិនតំណងណាឃើញមែននៅបេតុងណាគាត់ចាំងក៏នៅក្នុងប្រែមស៊ីបើខៀវយកបាទដែលបាននិយាយ land slot នេះគឺយកមិនលួចលុយសត្វព្រៃរបស់ចាំង color enemy ហើយជាមួយនឹងគាត់នឹងធ្វើឲ្យបានប្រហែលនេះក្នុងតែសាកស៊ឺនឹងដូចគ្នាថារបស់គាត់ mobility តាច់ឥឡូវនេះ level 6ទៅនឹង8បាទទៅហើយចាំង color ទៅអាច9អាចនឹង6ទៅនឹង9នៅពេលបាយបើខៀវនឹងបាយតងហើយមួយដូចគ្នាអូ9នេះតោះសាក់ស៊ូ7ទេតាអូ7ពីល្បែងដែរបាទព្រោះរសារមិនអាចឆ្ងាយប្រហែលទេទោះបីជាគាត់បាននិយាយមែនពិតពីសាក់ស៊ូ7 9គណៈពេលដែលបាក់សៀមមានតកុកថាតែបណ្ដងតែ Lance Slot មាន box ultimate retribution ជាមួយតែជាជាមួយការ sing retrieve free យកតែម្ដងយ៉ាងណាជាមួយការដាក់ក្តាប់ដៃសាកតបនៅក្នុងគ្នាព្យាមលើនេះគ្នាការកណ្ដោះកណ្ដែនសាលោតរត់ហើយប៉ុន្តែ ultimate បានទៅទេខាងតែវាយយកនេះគ្នាដាក់ជាមួយ Cypher ទៅខាងក្នុងវាយផ្ទះវាយយកទៅលើ B mode នេះគ្នាមិនដាច់ B mode នេះគ្នាអូយ King Ares គាត់ធ្វើបាល់អស់ខ្លាំងតែមក final slash បាញ់នេះគំទៅដល់3 hero តែនៅ still damage នៅ early game បើយើងទៅគិតទៅជាមួយនឹង Susin ជា hero ដែល pop skill ក៏ដូចជាបើយើងនិយាយពី line វិញដល់ full stake ក្នុងការតម្លាក់ ulti បានវាមានភាគរយក្នុងការឈឺខ្លាំងបាទ Louis ទៅបើក map ទៀតហើយមានអារម្មណ៍ថាសមាជិក Galaxy Legend គឺព្យាមបើក map បាក់សៀនណាទាំងអស់ដើម្បីគ្នាគាត់បាន farm លួច farm ព្រៀបខាងទេលួចវាយ1ទៅ3ទៅ4មក final slash ធ្វើមកតានវាយតទៀតនេះគ្នាតែជាមួយនឹងការ sing ចាប់ King Ares នៅក្នុងតំបន់ជាមួយនឹង Vicky មកបានគ្នាបន្តមានចំអ្នកក្រោយ
នៅទៅខាងមកស៊ីកាតអត់មានភ្លេចទៅអត់មានចាំពីខ្លួនឯងនឹងដល់ជាមួយការលើកមិនរួចដូចគ្នា អូយអស់ម៉ាណាបាត់មិនពី Vimo the key កុំអីបោកជាមួយនឹង Secret ក៏ដូចជា Mass ចាក់ស៊ីងរបស់ King Erin នេះគឺបាននឹងដាច់ស្អីដែរបាទ Cypher ជាងនេះដាក់ទៅបាំងនេះឯងបាទបាដាំងពេលចូលពីក្រោយយ៉ាងដាក់បាំងគ្នាឯងនេះគ្នាបាទអត់ដាក់នេះខ្ញុំណាចាំពីមុខចាំដាក់ជាមួយនឹងជាងដាក់កណ្ដាលដៃសាតូបអត់គ្រប់ damage គេវាយទៀតចាយ flick ជាមួយនឹង Cypher ដកថយបានរាច់គណៈពេល King Erin ក៏បានបណ្ដានេះគេវាយក៏វាយមក Final Slam មកចាក់បានដាក់ជាមួយ Alti លោតជាន់នៅដល់ប៉ុន្តែជីងនេះខ្ញុំណានៅតែដាច់នេះគ្នាទៅលើ King Erin បាទនិយាយទៅបើយើងប្រៀបធៀបជាមួយនឹង Team Fight មិញគឺខាង Team Fight គាត់ចំណេញច្រើនតែនៅពេលដែលគេយកបានជាមួយនឹង T1 Thread ហើយគឺបានមកkiaទៀតគឺធ្វើឲ្យ goal លេខទៅដល់ 2k ជាងបាទពីខាង Galaxy Legend អាយនឹងនៅផ្លូវ top lane អាយនឹងបាត់បង់ដូចគ្នាអញ្ចឹងយើងក៏លេខមួយជាមួយនឹង team បាទមក flick កាន់យកមកបាទ បាទវាយ Hero front line យកតែម្ដងអត់ទុកយូរទេបាទពី live តែមិញឃើញណាវាយកដេនសាបាន3 stack កដេនសាលូតប្រុចបាទ បាទគេហៅថា អត់បានពេលបានប្រកាសមានតែមានពេលវេបញ្ញាប់បាទផ្ទះឆ្ងាយបាទគ្រាន់តែផ្ទះឆ្ងាយបញ្ញាប់សុំក្រុមការងារ មកវិញហើយ បាទ Leslie អូបើបន្តតយកទៅលើ Cypher ប៉ុន្តែជាប់ឆែកមីជាមួយ Chip សអត់បញ្ហាទេគ្នាអស់រមចាំមើលមានគេណាចោលវាយក្នុង T5 នេះគេដាក់ពេលសាក់ស៊ូអាចបើក map បានដែរឬទេនេះគឺជាសំណួរដ៏ធំ Secret អត់មាន Ultimate សម្រាប់បងសាក់ស៊ូនោះទេសាក់ស៊ូចូលទៅក្រុមចូលបើកកង់ចូលទៅ retreat ហៅគ្នាប្រកបដើម្បីចូលនេះក្នុងណាតែកដេនសាសម្ដៅថយមិនសិនគ្នាលើកវាយយករំបើកជាមួយនឹង Spy Long តើវាមិនលើជាន់ cover គ្នាមួយតែ retreat បាទពេលនេះក្នុងណាខាងទៅលើវាយចូលទីនេះគេដាក់ជាមួយនឹង King Erin តែជាមួយនឹងជាងតែលុតតែវាយយកតែនៅទៅលើបរិវេណរបស់ Cypher តែប្រគិតទៅកាន់ Lin ដូចគ្នា អូខ្ញុំមានអារម្មណ៍ថាដើម្បីរបស់ line មិនក៏ឈឺគួរសមដែរតែអ្វីដែលសំខាន់គឺគេនៅតែគាត់នៅតែរៀង stir នៅ early game ហ្នឹងបាទមែនទេបាទចាំភ្លាមជាមួយការចោលតែ ចង់ defender មិនអាច defend flick ឬក៏មិន flick នៅទេពី Secret លេងមួយ spell មិនខ្ចីប្រើបាទចឹងថថពីថថអេ3ថថពីខាង Galaxy Legend គឺ full ជាមួយនឹង objective យកតែម្ដងនៅរងចាំតែឡតតែម្ដងជាមួយនឹង what ទៅមានរបស់ team make អានឹងយកបានជាមួយនឹង lot ទី1 លេខច្រើន Galaxy លេខច្រើន goal ណាបាទហើយគាត់មានបាទគាត់មាន hero តុបឡូទៀតហ្នឹងបាទ hero Brody នេះជា hero មួយដែលវាយស្ពឹកខ្លាំងមែនទេបាទប៉ុន្តែមាន a lot មួយដែលអាចមានភាគរយ change game បានហ្នឹងហើយបាទប៉ុន្តែគាត់ថាបើយើងនិយាយពី a lot ទោះបីជាគាត់ final slash ជាប់បាន3 hero មែនប៉ុន្តែពិបាកផ្ដាច់គេព្រោះអត់មាន hero ផ្ដាច់ហ៎តកម្បូនិយាយទៅតគាត់ទះមកឬទះឬមួយក៏បាដាំងរបស់ Cypher គាត់កម្បូ make play ម្នាក់ម្ដងឲ្យធ្វើមិនការកម្បូព្រោះគាត់តតែ perfect ហ្មងបាទត្រាស់គាត់ក៏បង្កប់អត្តន័យមួយដែរគឺងាយស្រួលក្នុងការទប់ផ្ទះបាទឥឡូវចាំមើលមកពេលដែលបើសិនជាឧទាហរណ៍ថា Galaxy Legend ពិតជាបានលត់បានអីមែនហើយបុកផ្ទះគាត់មែនបាទចាំមើលស្រួលបុកអត់អញើតក្នុងការបុកព្រោះដោយសារទី1មានបាដាំងទី2មានជាមួយនឹង a lot បាទនេះហានិភ័យមករឿងដូចគ្នាប៉ុន្តែគេក៏មានភាសាភោគឲ្យយើងចាញ់ដែរបាទវាម្នាក់ម្យ៉ាងអញ្ចឹងតែមើលក៏ស្រត់ពេកបាទអស់អល់ទីមើលចាប់ CC ក៏អត់ជាប់ចាប់កាត់តូតក៏អត់ជាប់ដែរសម្រាប់បាដាំងបើសិនជា Harving គេមាន Purify បាទភាសាគេមានជាមួយនឹងចាប់ដើម្បីហោះក៏ដូចជា Quicker បាទនិយាយទៅបាដាំងក្នុងហ្គេមនេះបើសិនជាចង់ចាប់ទៅលើ hero មួយណាក៏ពិបាកក្នុងការលេងអស់ពិសាយបាទកែកទេលុតវាយយកតែម្ដងអីយ៉ាងមិនចេះទៅលើ King Erin ដូចគ្នាពេលនេះគេបាទអត់ញ៉ាំជាមួយនឹង Final Slash ទេតម Final Slash តែយ៉ាងណាការក្នុងចូលចាក់ផ្សេង Final Slash ដែរទេជាមួយវត្តមានរបស់ King Erin ទី5នៅតែបានបើខ្លួនឯងជាមួយនឹងវត្តមានរបស់ Big Mo លើហើបអត់ហើបទេបាទគេធ្ងន់ដែរតែខ្លួនជាប់លុតជាន់ចាយ flick នេះគ្នាយ៉ាងណាជាមួយនឹងការ sing នៅតែយកបើគៀវបន្តទៀតចូលចាក់យកតែម្ដងជាមួយនឹងវត្តមានរបស់ Lin ល្បែ15ទៅល្បែ10ចាំងឡើងទៅបាននិយាយដល់ល្បែទៅម្ដងល្បែ15តាំងពេលដល់ចេះបានមើលអត់បានមើលអូសុំបាយបាយខត Pro Esport 9នាទី20វិដាកសាយ9នាទី40វិឥឡូវលេងនេះ9នាទីមកមានអត់បានមើលអត់ទាន់ហើយនោះបាទចាំខែ replay មើលឲ្យភ្លាមជាមួយនឹងការបន្តវាយយកទៅគ្នាមកដែរបាននិយាយ lane slot នេះគឺយកមកលួចសัตว์3តិចបាទអស់លេងយកតែម្ដងបាទមិញអូទៅបាទអា Australia គឺបើយើងមើលសាច់តារាងរបស់ធីមនៅក្នុង MPL គឺត្រៀមដើម្បីវាយ CFU ហ្នឹងហើយតែវាយហើយបាទគឺលទ្ធផល1ទៅនឹង2បាទចែកព្រៀបយកមកលេងជាមួយនឹង Mage យកតែម្ដងជាមួយនឹងកំហឹង Galaxy Legend បាទជាមួយនឹងទៅជាណាយកជាគីងគោមចោលមកអូ late game គឺគេឡើងបើកស្រាគេឲ្យជាគីងគោមរបស់ Bimo គឺជាអ្នកឆៃ map តែបើតាមការភោគមួយនេះខ្ញុំគិតថាមានតែគេភោគឈ្នះ Bimo ទេព្រោះថា Bimo ក៏មានជាគីងគោមយកតែអត់លេខនេះគេមកដែរប៉ុន្តែអាណាគេអាចនឹងអត់ភោគមួយគាត់ឲ្យបើក team fight យកតែម្ដង Pilavis ចាំមើល Spylon បើ team fight ឬក៏មិនបើកសាអូគេតើពាក់កណ្ដាលនេះខ្ញុំសុំមិនអាចចាំបានគ្នាលើបាយយកទៅ Spylon កាបើជាមួយនឹង2 stage 3 stage បាទប្រកម្មដែលលវីសាងអត់តធ្លាក់ទៅគេទៅសាទីមតមកគ្នាខាងទៅបាយយកជាមួយនឹង Vicky ខាងក្នុងស៊ីចាស៊ីឡាចាចូលដាក់ជាមួយនឹង King Erin មិនបានជាមួយនឹង Final Slash តែខាងក្នុងយកបានជាមួយនឹង Love Pin Lin ដូចគ្នា level ចាំងដាច់ដល់ទៅ5 level
សិនបន្តិចជាមួយ 9 នាទី យ៉ា 9 នាទី New record 4គាត់មែនបង 9 នាទីមកសខិនថាឲ្យមកសខិន9 នាទីមកសខិនបាទនិយាយទៅគ្រាន់តែលោតក្បាល9 នាទីលោត level 15កលេចទៅ9 1សខិន វ៉ាវ បាទអញ្ចឹងថា9មកសខិនចុះ វ៉ាវវ៉ា បាទ វ លឿនណាលឿន New ខ្លាំង record បាទ បាទ new record បាទ ប៉ុន្តែខ្ញុំចង់មែនសិនបន្តិចមុននឹងការយកឡតណាកន្លះ Silicon Bet អស់តែមិនខ្ទេចយកមក មិនវាយខៃ ហ្នឹងហើយ បាទនិយាយ និយាយ ទៅ ទៅដូចតែបាននិយាយថា team fight ក៏អត់សូវចង់វាយគ្នាហ្មងទេ បាទយើងក៏មិនឡៃដែរជាមួយនឹងរោងកុន Legend Cinema បាទអញ្ចឹងបាទសិនជាអ្នកទាំងអស់គ្នាចង់មកទស្សនាជាមួយនឹងបាទ surprise ម៉ាំងទៅយកតាមដល់ជាមួយនឹងវាជាមួយនឹង Spy Lock ក្រែមកទេលោកជួយគ្នាសេងចាក់បាយដាក់ទៅឆ្វិនសេងចូលទៅទៀតគ្នាទៅជាមួយនឹង Cypher រត់មិនរួចនៅទេអេត្រាំងមួយនេះកាញ់ខ្លាំងពេកទៅទេហើយប៉ុន្តែជាមួយនឹងបាត់បង់ Cypher ជាមួយទៅផ្ទះសួរដែរទេ អត់អីសៀលតរ៉េតបាទតែផុតទេ12នាទី បាទ 12នាទីផុតលើ មិនបាញ់មិនមកផាសមកដៃបែរសេកតា ហួរតលែបហើយ បាទ ក៏នៅដាច់ អស់ហើយ ហួរតលែបហើយបាទហួរតលែឈៀល Midland មានកញ្ចោ Top Lane ឡតកបុកនេះជាមួយនឹងផ្ទះជើងតោឡតចាប៉ុន្តែជាមួយនឹង King នេះមានមក Final Slam មានមក Flick អាចនឹងចូលជាមួយនឹង combination អូយបាទផ្ទះតា Flick ទេលោលេងតើបាទលើលេងទេមិនផ្ទះតា Flick គ្នាថាកុំគណៈពេលតែ King នេះចង់វាយនេះគេមិនដែរប៉ុន្តែដាច់ជាមួយនឹងប៉មលើប៉មក្រោមបាទតែចាប់ទៅលើលេនគណៈពេលមានការយកលើកទៅលើលេននេះមិនដែរលើកលូតជាន់ជួយគ្នាមកវិញទៅគ្នាខាងទេវាយទៀតពីរបស់មានរបស់Vicky ប៉ុន្តែជាមួយនឹង King នេះក៏ដកថយបានគ្នា ខ្ញុំមានអារម្មណ៍ថា Galaxy Legend ចិត្តធ្ងន់ខ្លាំងមែនបោកបើមិនក្តារអុកអាចវាយតាអាចវាយយកមក បាទ វ៉ាវ លុយដាច់5ខ្ទង់ បាទ ហ្គេមសតចឹងឯងហ្គេមសតណាមួយបាស៊ីហ៎បាស៊ី Lancelot ដូចនិយាយតាំងពីដើមចឹងតែតាំងពីដំបូងចឹងតែគាត់នៅ early game គាត់រៀងស្ទើជាមួយនឹង damage បន្តិច បាទ បាទគាត់អត់ទាន់មានជាមួយនឹង damage គាត់មានប្រភេទ hero Mac Clay ច្រើនប៉ុន្តែគាត់អត់មាន damage នៅ early ទេហើយណាមួយការ set up team fight ក៏ដូចជាការ zoom map របស់ខាង Galaxy Legend គេលេងមក smooth បាទ បាទអាយ៉ាវិគីលបាយម្លែងទៅប៉ុន្តែបតបិទគូតយកដល់ជាមួយនឹង Secret ដាក់ជាមួយនឹង Bimo លឿនយកទៅមែនតែនទាំងអមាញ់មិញនេះគឺវាយនឹងវាយបោកគេទេពួកកដែនសាមិញគឺអាល់ទីអត់ទាន់ពេញទេតែពេញមិញហ្នឹងតែម្ដង បាទ បើវាយបោកណាបើគេហ៊ានវាយវិគីអាចដាច់ Yes ហើយវិគីសំទោវិគីអាចនឹងបន្ទោសទៅកាន់កដែនសាថាចំអត់លូតជួយខ្ញុំអាល់ទីតែពេញមិញណាអូ ទៅដល់ដែនសាថាដាក់ដៃលើស្មាថាព្រមចិត្តជាក់តិចទៅជាក់ ស តិច បួរប្រូលេងមើលអាល់ទីខ្ញុំបងបាទវិគីមិញវាយយើងច្រើនណាស់នេះប៉ុន្តែគេដឹងទេត caster មិនដឹងពុទ្ធសាសយើងឃើញមិនខុសដល់អាល់ទី បាទ បើបន្តដេញ live ចេញពី team fight តែខុសបាត់ហើយអត់មាន flick ទេពី King អារីខាងទេលបាយតពី Vicky សមាជិករបស់ teammate មិនអាច defend បានទៅក្រោយយ៉ាងណាគ្មានសញ្ញាណនៃការ defend ទេ Vicky វាយទៅស្ដាច់ទីសាតែមានកដែនសាចាំខូបបើវាយទៅជាមួយនឹង B មកលោតជាន់ក្រៅនេះក៏មិនបន្តការក្រាបដៃសាទៅជាប់ទៅលើល្បីបាយជាមួយនឹង Spal នេះក៏មិនបន្ត live 3 stack 4 stack live មាន ultimate ដែរទេ live បាល់តែក្នុងនេះក៏មិនល្បីក៏មិននេះជាមួយនឹង Cassie ទៅចាក់បាត់ដល់ជាមួយនឹង Alti តាបគៀងបាល់ចូលស៊ីចាក់ផ្ទះផាត់trap សម័យនេះឯងមួយមកសាប់គេវាយដៃសានមែននេះពីលីនចេញចំណាយហ្គេមទី1ទៅបានទៅលើ Galaxy Legend